មុននឹងចូលក្នុងគម្រោង PLF រៀននៅតាមក្រុមដើមឈើរៀនថ្នាក់ទី1ត្រួត2 3 4ឆ្នាំថ្នាក់ទី2ក៏2 3 4ឆ្នាំខាតឡើងចាពេលដែលមានមូលនិធិមួយជួយនឹងឯងដូចជាមានបន្ទប់រៀនគ្រប់គ្រាន់មានអាហារពេលព្រឹកញ៉ាំហើយនឹងមានសម្ភារៈសិក្សាគ្រប់គ្រាន់នឹងសិក្សានឹងគឺមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងហើយនឹងអាចបន្តរៀនរហូតដល់ថ្នាក់ចប់បឋមយើងអាចបន្តទៅអនុវិទ្យាល័យសប្បាយចិត្តខ្លាំងឆ្នាំមុនដំបូងជាសិស្សច្បងទៅនៅសយ៉ាងមុនគេមានការលំបាកជិះកង់ទៅរៀនព្រឹកឡើងគ្របពីម៉ោង5ចេញទៅជិះកង់ហើយរៀនចាប់ថ្នាក់ទី7មួយឆ្នាំទៅទី8ទី9នៅក្នុងទេវសកដ្ឋានស្នាក់នៅស្អាតមានកន្លែងដេកមានសម្ភារៈសិក្សាគ្រប់គ្រាន់ហើយមានអាហារពេលព្រឹកញ៉ាំចូលនិទេហ្នឹងគឺលងឆ្នាំនៅ2ឆ្នាំនេះចាប់ពីនិទេទៅគឺទៅរៀននៅសៀមរាបក្នុងគម្រោងមូលនិធិហ្នឹងឲ្យរៀន2ឆ្នាំរៀនជំនាញអង់គ្លេសនិងកុំព្យូទ័រតែពេលត្រឡប់មកពីសៀមរាបវិញទៅបានមានការសប្បាយចិត្តជាខ្លាំងចាស់ដែលខាងអ្នកគ្រូបានយកទៅបណ្ដុះបណ្ដាលវិជ្ជាការបង្រៀនសិស្សខ្ញុំសប្បាយចិត្តខ្លាំងចំពោះជាមួយក្មេងៗដែលពូកិតជួយចិត្តអានសៀវភៅនៅក្នុងបណ្ណាល័យហើយខ្ញុំក៏បានពេលពូកិតជួយចិត្តអានសៀវភៅគឺខ្ញុំនឹងបង្ហាញសៀវភៅល្អៗទៅកាន់ពូកិតបន្តិចបន្តួចនឹងបានពេលមកត្រឡប់មកភូមិវិញទៅបានធ្វើការជាភ្នែកបណ្ណារៈខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងដើម្បីបានធ្វើការនៅភូមិយើងបានជួយអប់រំកូនប្អូនបង្រៀនកូនក្មួយឲ្យបានចេះដឹងនិងប្រឹងប្រែងជួយជំរុញពួកគាត់ឲ្យបានរៀនសូត្រឲ្យបានចាប់ដូចជាគឺប្អូនកូនក្មួយគឺគាត់បានទៅរៀនតនៅទីក្រុងភ្នំពេញច្រើនគឺខ្ញុំមានការសប្បាយចិត្តជាខ្លាំងនេះមិញយើងរួចគ្នាក៏ឲ្យផាំផ្សេអត់យកដល់